ជំរាបសួរពុកម៉ែបងប្អូនជាទីគោរពថ្ងៃនេះខ្ញុំមានឱសថបុរាណមួយប្រភេទដែលបងប្អូនស្គាល់ស្រាប់មកហើយដែលឲ្យឈ្មោះថាដើមបាសបាទដើមបាសនេះផងដែរបងប្អូនអាចយកមកពិសាដើម្បីឲ្យអូនតូចបងប្អូនដែលវាទុនវាមិនងើបវាមិនឡើងនោះធ្វើឲ្យវាងើបវាឡើងបានដោយបំណងវិញហើយវិធីធ្វើបងប្អូនទៅរកដើមបាសមកឲ្យបានហើយកាត់ចិញ្ច្រាំវាឲ្យល្អិតទូចល្មមដើម្បីយកទៅហាលថ្ងៃឲ្យស្ងួតពេលដែលហាលស្ងួតហើយបងប្អូនយកមួយក្តាប់ដៃតឹងដើម្បីដាក់ដាំទឹកចំនួន1លីត្រកន្លះរួចហើយបងប្អូនរំងាស់ឲ្យបាន15នាទីទៅ20នាទីចាំបងប្អូនយកមកពិសាហើយបងប្អូនពិសាចំនួនទឹកក៏បានឬក៏ពិសាមួយថ្ងៃ3ដងក៏បានតាមតែចំណង់ចំណូលចិត្តបងប្អូនចង់ពិសាអញ្ចឹងបងប្អូនពិសាបានចាប់ពី2ថ្ងៃឡើងទៅអូនតូចរបស់បងប្អូននឹងងើបស៊ូស្ទាយដូចបំណងដូចអាយុ18ឆ្នាំឡើងវិញបាទអញ្ចឹងហើយបងប្អូនមិនពិបាករកទេដើមបាសនៅចិត្តផ្ទះក៏មាននៅតាមព្រៃក៏មានអញ្ចឹងវិធីងាយស្រួលធ្វើខ្ញុំជម្រាបជូនពុកម៉ែបងប្អូនដើម្បីឲ្យមានកម្លាំងកំហែងឡើងវិញដើម្បីមានបងប្អូនខ្លះគាត់ពិបាកនឹងមិនដឹងរកវិធីសាស្ត្រអ្វីអញ្ចឹងសូមអរគុណសូមជម្រាបលា